áo côn miệt mà đài ơi ở bục mà đài không ta thưa ca nơ bờ tê thấy ở đó cầm ray ban chùm luôn bay mơn ba chiêng nhà mà oi côn thà túc tình miệt ỏi bài chìa côn bằng cây rồi bao quát rôm tiền muối nâng côn và xá mình tinh miệt oi ở bục mà đài bài chìa tinh cả lay oi ở bục mà đài từ vinh lời miền ấy tê rồi ta chấm rộng mình khơi tại tao đã nơi mũi kê ơi không chạy ở đây nhom miền ấy tê miền sài chẳng mà con anh tranh lôi nâng dạo tư bạch đã chua mãi tê ở bè là ok ở hà linh miếng có cái bao cái thơ cái lấy ơi sài có bao cái thơ là bon thơ ấy tê ok chui cái hơi ở hà linh nhưng mà miền ấy cái đánh chào thôi càng nghe có miền sài có ấy ở miền têยังcháu phi thay màu ở con miền tà môi nâng tiên miền tà con đâu môi tê cái đập ta bộ phun cái bà khả nạ đai ở bụng đai không tật vơ ca chỉ chả nắm tụm rom tai sần xóm lôi ban bà mình nặc sman tha côn bà cá rôm cho môi nâng côn bà xá miên cầm nứt bà tư ở tinh cả lay ta ơi quạt vinh thêm tiếng đinh quạt tranh bị tia mình ơi nơi tiện nơi pe đại quạt ban đằng rương tha ở mía đại quạt ơi tinh nó cứ mình mang chỉ mía cứ chia cả lại hả lấy trong đằng rương ra lùm ất ní dạng ná hay là với đọt nạ bà côn bà cá rôm cho môi nâng côn bà xá mình ơi đầm lại ở bụng đáy hỏi mình đó đây là lánh chuông ở bụng đáy ba chia đánh ở bụng đáy tranh mò ở nạt ở này họ đó càng như vừa được luôn anh chẳng về tự nhiên lục bạc bẹp đi riêng chọn đăng rương ra lục ất dạng ná mà chụp cho môi nâng bộ quạt đôi tỏ tẩy và chỉ số mình lục ô mình cho môi đấy mình nhom cho môi sợ em ở chỗ má đấy mìnhอายุ50 ឆ្នាំហ្នឹងហើយ ហើយចុះពូវិញ ខ្ញុំអាយុ51ដែរ បាទហើយចុះថ្ងៃនេះផ្ទាល់តែម្ដងតើលពូហើយនឹងមីងមកការិយាល័យខ្ញុំផ្ទាល់ហ្នឹងតើចង់ឲ្យខ្ញុំជួយផ្សព្វផ្សាយរឿងករណីអីដែរ ចង់ឲ្យអូនជួយករណីដែលកូនប្រសាហ្នឹងខ្ញុំខំតម្លាក់លុយមកសំវាថាសំធ្វើមាសឲ្យវាមិនមែនមាសទេវាធ្វើកន្លែងឲ្យខ្ញុំទំដឹងនៅពេលដែលវាដេញចេញហើយនេះខ្ញុំយកមាសហ្នឹងចង់ទៅលក់ទិញម៉ូតូកាចាស់មួយរស់ស៊ីដល់ពេលខ្ញុំយកទៅលក់ទៅជាងមាសហ្នឹងគេប្រាប់ថាមិនមែនមាសទេស្ពាន់ទេអ៊ំអើយអញ្ចឹងហើយខ្ញុំអត់មានអីទេដីក៏អត់មានអីក៏អត់មានដើរខ្លួនទៅទេសំវាបោកប្រាស់ខ្ញុំទេដេញខ្ញុំចេញពីផ្ទះអាណាទៅណាទៅរើគ្មានប្រយោជន៍ដល់គេដែលខ្ញុំនៅគេចានឆ្នាំងបាយទឹកមើលកូនដាក់បាយជ្រូកខោអាវវាខោអាវលីអូអាវទំនាប់សំបីតែប្តីខ្ញុំក៏គក់របស់វាដែរអូយើងមកជួយទាំងសពមុំចាធ្វើការនឹងបោកគក់កៅគាត់នៅនឹងមកនៅជាមួយកូននឹងនៅជាមួយគ្នានឹងមកពីថៃនឹងខ្ញុំចុះមកខែ3នឹងខ្ញុំធ្វើសពយ៉ាងទាំងអស់វាដេញថាខ្ញុំនឹងនៅគ្មានប្រយោជន៍អីដែរដើររាល់ថ្ងៃដែរមានប្រយោជន៍អីឲ្យគេទេតែពេលដែលវាធ្វើផ្ទះនឹងហើយអីធ្វើលបងដកស្រូវឆ្លូកស្ទូងអីហើយអស់ផ្ទះហើយអស់វាដេញពួកខ្ញុំចេញទៅបណ្ដាជាដឹងអារឿងកន្លែងហ្នឹងព្រោះខ្ញុំយកផ្លាក់ដៃហ្នឹងទៅលក់បាទសាច់រឿងហ្នឹងយ៉ាងម៉េចដែរពីដំបូងអ្នកមីងជួយបញ្ជាក់ពីដំបូងទីមើលខ្ញុំទៅធ្វើការនៅប្រទេសថៃហ្នឹងតាំងពីមុនកូវីដនោះបាទទទួលនៅហើយទៅខ្ញុំធ្វើការបានលុយទម្លាក់មកម្ដង 10000មកជា30000ជាង30000បាតដែរចា30000បាតជាងទៅកូនភាសាក៏ប្រាប់ថាម៉ែអើយខ្ញុំសំលុយហ្នឹងខ្ញុំធ្វើបញ្ចូលមាសធ្វើលុយបញ្ចូលលុយធ្វើមាសឲ្យម៉ែឯងធ្វើផ្លាក់ដៃ 5G បាទជាហ្នឹង 2G សម្រាប់ម៉ែឯងហ្នឹងចាស់ពេលឈឺពេលអីយកប្រឡប់ទៅម៉ែឯងមានលុយមើលបាទហើយក៏ហៅខ្ញុំហ្នឹងមកនៅជាមួយអូកូនបកកើតហើយនឹងកូនភាសាហ្នឹងខលហៅយើងពេលដែលយើងកំពុងនៅប្រទេសថៃថាកំពុងធ្វើការរលុយហ្នឹងតែគាត់ទេមកថាឲ្យយើងហ្នឹងត្រឡប់មកផ្ទះវិញមកចាំគាត់ជួយកាត់គូបន្ថែមព្រោះយើងចាស់ហើយចាហៅឲ្យមកនៅជាមួយមកព្រោះថាយើងចាស់អស់ហើយម៉ែអើយមកនៅកូនមើលតែចៅទៅឲ្យកូនទៅបានហើយបាទហៅខ្ញុំយូរហើយតាំងពីមុនថាមុនវាយគ្នាហៅមួយថ្ងៃ 3-4 ដងហើយទៅពេលនោះមីងហើយពូមិនទាន់សម្រេចចិត្តថាត្រឡប់មកវិញទេពេលនោះនៅពេលដល់មកខែ3មុនចូលឆ្នាំនេះខ្ញុំក៏សម្រេចចិត្តថាមកព្រោះកូនលើកផ្ទះខ្ញុំមកឲ្យតាន់ជួយគេធ្វើផ្ទះជួយរវល់គេចឹងណាបាទហើយដល់ពេលមកហើយនៅជាមួយគេហ្នឹងខែ3ហ្នឹងវាក៏ប្រាប់ថាម៉ែម៉ែឯងឥឡូវគេធ្វើផ្លាកដៃធំស្អាតទៅម៉ែខ្ញុំយកទៅដូរម៉ូតឲ្យដែលមាសដែលលុយ30000ខ្ញុំតម្លាក់មកវាធ្វើឲ្យហ្នឹងពេលនោះមានថាគាត់ធ្វើឲ្យយើងមួយសាហើយហីចា
វាមាសទៅវាយកអាហ្នឹងយកអា 5G ដែលវាធ្វើឲ្យមាសហ្នឹងវាយកទៅដូរ យើងធ្វើឲ្យយើងមួយសាហើយចំនួនប្រហែលជា 5G ចា 5G ពេលនោះយើងមកពេលចូលឆ្នាំខ្មែរ ចាពេលមុនចូលឆ្នាំហ្នឹង ចូលឆ្នាំខ្មែរហើយក៏យើងមកយកមាសហ្នឹងគឺឃើញគាត់ទិញមាសឲ្យយើងមែនសបត់មានសបត់មានអីត្រឹមត្រូវជាងគេទួលដឹងឮថាមាសខ្ញុំធ្លាប់ទៅសួរជាងវាក៏ប្រាប់ថាខែ3ហ្នឹងម៉ែយកទៅដូរម៉ូដឃើញឥឡូវគេធ្វើធំស្អាតណាខ្ញុំក៏ថាកូនឯងធ្វើមិនថាកូនម៉ូដអីម៉ូដទៅយកទៅដូរមកយកមកពាក់ឲ្យខ្ញុំទាំងដៃនិងស្លាកដៃជៀនហ្នឹងពាក់ឲ្យខ្ញុំខ្លួនឯងតែអត់មានសបត់អីទេខ្ញុំនឹកថាមិនមាត់អង្គអីព្រោះកូនឯងណាបាទដល់ពេលដែលខ្ញុំនៅយូរប្រហែលខែមកនេះថាជាងកន្លះខែមុននេះដើមហេតុហ្នឹងប្តីខ្ញុំគាត់ជាប់ចកេះតសៃ3ថ្ងៃហើយគាត់ឈឺហើយទៅលេបថ្នាំបាត់អីបាត់គាត់ដើរតែឲ្យចិត្តខាងគេកេះតសៃពូបាទទៅវាជេរវាថានៅផ្ទះវារាល់ថ្ងៃដើរមានប្រយោជន៍អីខ្ញុំក៏ថាមានប្រយោជន៍អីកូនគាត់ទៅមានអត់ប្រយោជន៍ទេគាត់ទៅកេះតសៃគាត់ជាប់សៃហើយ2 3ថ្ងៃកូនឯងឃើញដើរអត់ត្រង់នោះបាទចុះឡើងគេថាអ្នកនៅគ្មានអាណាមានប្រយោជន៍អីទេទៅណាក៏ទៅខ្ញុំនឹងក៏វិចខោអាវទាំងប្តីទាំងពួនចុះមកនៅខាងផ្ទះយាយមកយាយខ្ញុំនេះអាមុនមកនោះគេដេញគេរើអីវ៉ាន់បោះហើយដល់មកហើយខ្ញុំក៏យកនឹកថាមានមាសហ្នឹងយកមាសហ្នឹងទៅលក់បាទទៅជាងគេថាមិនមែនមាសទេអ៊ំអើយស្ពាន់ទេស្ពាន់ទេបានចាបានខ្ញុំហ្នឹងនៅក្នុងអាស្បោងទូចមួយហ្នឹងចាស្ពាន់ទេបានខ្ញុំដឹងថាអូយមិនមែនមាសទេចឹងស្ពាន់ខ្ញុំហ្នឹងក៏មិនរឿងអីដែរគ្រាន់ថាយកទៅឲ្យកូនឯងផ្លាក់ដៃ 5G ហើយជៀន 2G ម៉ែសុំតែលុយម៉ែចំនួន 30,000 បាតហ្នឹងមកវិញទេលើក្បាស់ប្រហែលកូនឯងយកវិញចោះសុំតែលុយអត់ទាន់បាននិយាយស្អីទេពូអើយយកពេលឆ្លោះជេរបចោលដេញខ្ញុំអត់ឲ្យជន់ដីទេហើយដេញវាយប្តីខ្ញុំយកអីវ៉ាន់ខ្ញុំទៅបោះចោលក្នុងទឹកក្នុងសន្ទូងគេក្នុងមុខផ្ទះរងម៉ាក់នោះហើយកូនបកើតឬមួយកូនភាសាអ្នកដេញយើងនេះកូនភាសាហើយនឹងឪវាអ្នកដេញវាយអត់ឲ្យចូលទេប្រឡងគ្នាហ្នឹងចាប្រឡងហ្នឹងហើយក៏អាក្រក់ដល់ថ្នាក់ហ្នឹងសាហាវគូខើវិញហើយទៅនៅជាមួយគេធ្វើសពយ៉ាងហើយហ្នឹងមានបានតតអីពូបើអាឡែងតារួតយើងតែពីអ្នកប្តីប្រពន្ធហ្នឹងស្រុកភូមិគេរួតចេញពីដីគេហ្នឹងមកអីវ៉ាន់ខ្ញុំយកទៅបោះចោលនឹងអាចលងស្រូវគេអាទូអាស្អីហ្នឹងសពយ៉ាងតែពិតរឿងរ៉ាវនេះគ្រាន់តែបើនិយាយទៅយើងសួរនាំដើម្បីចង់ឲ្យគាត់ហ្នឹងឲ្យលុយ 30,000 បាតមកយើងវិញនៅពេលដែលយើងដឹងថាមាសដែលគាត់ទិញឲ្យយើងយកទៅដូរអាខ្សែដៃហ្នឹងគឺជាកលៃចាអញ្ចឹងទៅគាត់ក៏ឆេវឆៅនឹងមុំម៉ៅដាក់យើងដេញយើងចេញហ្មងដេញជេរបចោដេញវាយដេញកាប់ប្តីខ្ញុំកូនក្មេងជេដេញកាប់ដេញវាយហើយទៅធានភូមិក៏គេដឹងលូទាំងអស់ព្រោះខ្ញុំប្រាប់ធានភូមិហៅទៅសម្រួលនៅផ្ទះធានភូមិនោះទាំងអស់នោះនៅស្រុកអីខេត្តអីដែរនៅខេត្តព្រៃវែងស្រុកកជ្រៀកខេត្តព្រៃវែងហើយចាកូនបង្កើតយើងមានបានដឹងរឿងហ្នឹងហើយយើងបានផ្ដល់ដំណឹងទៅគាត់ទេបានសួរនាំទៅគាត់មិនទេដឹងប៉ុន្តែអាពេលគេដេញកាប់ដេញវាយទៅចែកហ្នឹងវាមកអត់ទាន់ទេវានៅស្រែពេលគេលែងដេញកាប់ដេញវាយហើយហ្នឹងបានវាមកដល់មកអញ្ចឹងវាឮតែប្រពន្ធវានិយាយប្រាប់ទេអញ្ចឹងគេតាមប្រពន្ធគេទាំងអស់អញ្ចឹងអត់មានហេតុផលអីដែលយើងជាឪពុកម្ដាយដែរលេងតាមប្រពន្ធដោយមិនបានសួរនាំយើងជាឪពុកម្ដាយគេអត់មានសួរអីទេហើយកូនបកែដល់ថ្នាក់ហ្នឹងហើយដែលផ្លាកដៃហ្នឹងធានភូមិហៅកូនខ្ញុំមកថាសម្រួលគ្នាបើបានទៅស្រុកបាទបើសម្រួលមិនបានគេយកទៅស្រុកឲ្យទៅហៅកូនខ្ញុំនឹងមកនិយាយគ្នាទៅកូនប្រពន្ធគេហ្នឹងគេថាចុះមកដេកស៊ីគេប្រហែលខែហ្នឹងមកទាយកលុយ3លានម៉េចថាបើបងឯងតាមឲ្យលុយគាត់3លានបាច់យកខ្ញុំទេយំមុខប្រធានភូមិហ្នឹងយំស្រែកមុខប្រធានភូមិឲ្យទៅវាថាកុំវត្តចុះបើឲ្យគាត់3លានយកអា 5G ទៅលក់ទៅវាសល់លើសនឹងផងឥឡូវដល់ពេលកូនខ្ញុំហ្នឹងក៏ទាយកអាផ្លាកដៃហ្នឹងទៅថាឲ្យមកខ្ញុំក៏ថាឥឡូវឲ្យលុយមកបានឲ្យទៅបានឲ្យផ្លាកដៃទៅថាភ័យអីបើខ្ញុំអ្នកយកទៅហើយដល់យកទៅវាទូទាត់យើងដេកស៊ីនៅហ្នឹងវាឲ្យតែ1,50,000ទេយក1,50,000ថាឈប់មកឈប់តាក់តងចប់គ្នាត្រឹមហ្នឹងទៅសូម្បីអាកូនបកើតក៏គេលុក Facebook អស់ដែរប្លុកយើងទាំងពុកម្ដាយចាប្លុកទាំងអស់ក៏កាត់ការចោលវាទេឆាបមកជេរកូនភាសាហ្នឹងហើយវាលុកចោលអស់លីងដល់ថ្នាក់ហ្នឹងណោះចាហើយខ្ញុំមានអីទេរាល់ថ្ងៃក៏វិច្ចប្រវិច្ចសំបីអាជីលម៉ដឹកទៅហ្នឹងជិះម៉ូតូតាមជេរខ្ញុំលើលម៉ហ្នឹងទៀតបាទដឹងថាចិត្តកូនរបស់គាត់បកើត
រួមជាមួយនឹងកូនភាសាហ្នឹងបាទចិត្តជាមនុស្សឬមួយក៏ចិត្តជាអ្វីទេបាទក៏សាហាវដល់ថ្នាក់នេះបងប្អូនហើយស្ដាប់មើលសាច់រឿងរបស់គាត់ទៅបើថាកូនភាសាចិត្តមិនបានចុះហើយយកកូនបកើទៅមិនក៏ធ្វើដល់ថ្នាក់នឹងដែរស្ដាប់ប្រពន្ធមិនក៏មិនសូនដល់ឪពុកម្ដាយបើទោះជាឪពុកម្ដាយគាត់មានកំហុសយ៉ាងណាក៏ដោយយើងគួរតែមានការនិយាយឬមួយក៏សម្របសម្រួលណាមួយដើម្បីឲ្យពួកគាត់បាទមានកន្លែងណាដែលស្នាក់នៅអីសំគួរអញ្ចឹងណាព្រោះនេះជាមានគុណរបស់យើងហើយអ្នកមានគុណរបស់យើងមិនមាន2នាក់ទេមានតែម្នាក់ទេជាឪពុកម្ដាយហើយដល់ពេលកូនភាសាប្រពន្ធរបស់កូនបកើតគាត់នឹងនិយាយអ្មេចអាកូនបកើតនឹងក៏ស្ដាប់ទៅអញ្ចឹងហើយអត់ខ្វល់ឪពុកម្ដាយឥឡូវទុកឲ្យឪពុកម្ដាយនេះបាទមិនដឹងនៅទីណាគឺចាត់ខ្ចាយរកតែទីលំនៅខ្លួនឯងគ្មានឥឡូវអត់មានផ្ទះសម្បែងអីនៅខ្លួនឯងទេអត់មានទេដីក៏គ្មានហើយយាយហៅតែដេកនៅហ្នឹងមិនមែនយាយបកើតទេយាយប្អូនថ្លៃតាខ្ញុំទេវាទៅធ្វើស្រែនៅភូមិហ្នឹងរកដងវាជីតាមខ្នល់ហ្នឹងដល់ពេលទាំងមានរឿងមួយខ្ញុំវាជីវៀងនេះដោះគេមិនសួនរួមយើងហើយគេជីវៀងមុនមកមានផ្ទះនៅណាយផ្ទះសម្បែងរបស់មីងពូពីមុនមានដីនៅស្រុកទៅមីងហ្នឹងគាត់ធ្វើប្លង់ដាក់ឈ្មោះយកដីគាត់អស់ហើយលីងគាត់លក់អស់ហើយដីភូមិមកដែលខ្ញុំទៅថៃហ្នឹងគាត់ធ្វើប្លង់អត់មានសល់ទេគាត់ធ្វើប្លង់គាត់អត់ប្រាប់ខ្ញុំឥឡូវមកពេញនេះមកធ្វើការអីគេក៏មិនដែរមកពេញដើរមករកការងារធ្វើខ្ញុំឃើញគេឡាយថារើសអ្នកដេអ្នកអីហ្នឹងឥឡូវរកបានទៅបានខ្ញុំតែតាខ្ញុំអត់ទាន់បានទេបាទអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូនអរគ្នានឹងជួយ share ចែករំលែកនៅវីដេអូនេះម្នាក់មួយហើយអាណិតដល់ពួកគាត់ផងហើយជាពិសេសបើសិនជាមានបងប្អូនណាឬមួយក៏បាទម្ចាស់ brand ណាដែលមានក្រុមហ៊ុនអីអញ្ចឹងណាដែលអាចផ្ដល់ការងារទៅដល់លោកពូបានសូមជួយផ្ដល់ការងារគាត់មួយផងដោយសារតែឥឡូវនេះបើចាក់ស្ដែងគាត់ប្រាប់សាច់រឿងរបស់ខ្ញុំនោះហើយក៏ខ្ញុំបញ្ជាក់គាត់ទៀតនេះគឺជារឿងពិតណានឹងគឺជារឿងពិតខ្ញុំមិនបានកុហកទេបើបងប្អូនណាចង់ដឹងច្បាស់ទៅជាមួយខ្ញុំនៅស្រុកភូមិក៏បានធានភូមិក៏គេដឹងឮហើយខ្ញុំសុំផ្ដាំទៅម៉ែឪអ្នកដតីផ្សេងទៀតកុំធ្វើដូចខ្ញុំមានដីស្រែមកបន្តិចបន្តួចសុកចិត្តធ្វើប្លង់ឲ្យកូនកាត់ប្លង់យកដាក់ឲ្យកូនអស់ហើយដីស្រែឥឡូវខ្ញុំគ្មានអីទេហើយម៉ែផ្សេងមានអីកុំចែកឲ្យកូនអស់ប្រយ័ត្នដូចខ្ញុំកុំធ្វើដូចខ្ញុំទុកនៅខ្លួនឯងខ្លះឥឡូវគ្មានអីទេរកតែចម្រោកមិនឃើញតែតោដល់នៅមួយគេឲ្យបាទបងឃើញនេះកុំចែកឲ្យអស់ដូចខ្ញុំមានអីទេមានស្រែចង់មកហាត់កូនឯងចាញ់លុយនឹងយកទៅបាច់ដាក់ឈ្មោះម៉ែទេដល់ពេលឥឡូវឲ្យគេអស់អាលេងមាសក៏គេបោកគេធ្វើកន្លែងឲ្យស្រែក៏បោះគេធ្វើលបងធ្វើអីផ្ទះឲ្យគេជួយគេឲ្យអស់អាលេងខ្ញុំអត់មានអីគេដេញចោលហើយបើខ្ញុំចាញ់លំហមកក៏វាសួរថាម៉ែអើយយ៉ាងម៉េចរឿងអីក៏ខ្ញុំអស់ចិត្តដែរគេអត់សួរឲ្យគេជិះវៀងតាមផ្លូវហ្នឹងតាមផ្លូវដែលគេទៅធ្វើស្រែរាល់ថ្ងៃគេជិះកាត់ដល់ពេលតាំងពីថាខ្ញុំមានរឿងខ្ញុំមកនៅផ្ទះយាយតាមផ្លូវហ្នឹងគេជិះវៀងគេលុក Facebook ឲ្យជិះវៀងគេមិនដែរកាត់ទេសម្រាប់លោកពូវិញដល់ពេលដែលឃើញតាកូនរបស់ខ្លួនគឺមានន័យថាគាត់អត់បានគិតគូរយើងហើយចិត្តអត់បានអញ្ចឹងមានអារម្មណ៍មួយដែលថាតូចចិត្តខ្លួនឯងបាទខ្ញុំមានអារម្មណ៍មួយខ្លោចចិត្តដែលកូនមើងងាយដេញចេញឲ្យគេបន់ដល់គេកាប់ងាប់ទៀតឲ្យគេដេញវាយខ្ញុំទៀតបាទកូននឹងជាចិត្តសាងពីអីទេបាទដោយបងប្អូនបានឃើញអញ្ចឹងនេះគាត់មានគំរូច្បាស់ផងគាត់ក៏មានសារដាស់តឿនទៅដល់ឪពុកម្ដាយផ្សេងទៀតបាទបើសិនជាមានទ្រព្យអីសូមឲ្យចេះទុកដាក់ដោយមាននៅខ្លួនឯងខ្លះកុំចែកឲ្យកូនអស់ពេកនៅពេលចែកកូនអស់ពេកផ្សេងទៀតកុំចែកឲ្យកូនឲ្យអស់ដូចគ្រូខ្ញុំគ្មានអីទេមានតែស្រែចង់មកហាត់នឹងសុខចិត្តថាឲ្យកូនចុះកូនឯងធ្វើប្លង់កាត់ឈ្មោះកូនឯងយកចោះស្រែនឹងកាត់ពីមីងមកគេយក3000តែបើខ្ញុំលក់វា$15,000ដែរស្រែហ្នឹងតែឥឡូវកាត់ឲ្យកូនអស់ហើយកាត់ឲ្យកូនអស់ហើយខ្ញុំគ្មានអីទេសូមម៉ែផ្សេងកុំធ្វើដូចខ្ញុំអីទុកទ្រព្យសម្បត្តិសម្រាប់ខ្លួនចោះខ្ញុំមានតែស្បកខ្លួនទេរាល់ថ្ងៃគ្មានគោលដៅទេនេះជាសារដាស់តឿនមួយដល់ឪពុកម្ដាយផ្សេងទៀតបាទសូមបើមានទ្រព្យសម្បត្តិអីឬមួយមានដីធ្លីអីបាទសូមឲ្យមានទុកនៅខ្លួនឯងខ្លះគ្រាន់ចាស់ទៅមើលថែជំងឺឬមួយក៏មានទីចម្រោកណាមួយសម្រាប់ខ្លួនឯងកុំផ្ដល់ឲ្យកូនអស់ឬមួយក៏កុំផ្ទេរឲ្យកូនអស់នៅពេលដែលអស់ពេកទៅចង់ក្រោយកូនអត់បានគិតគូរឪពុកម្ដាយហើយមានកូនខ្លះអាចមានចិត្តគិតឪពុកម្ដាយប៉ុន្តែវាកម្រសម័យនេះបើសិនជាកាត់ទៅអស់គាត់
គិតថាឪពុកម្ដាយលែងមានតម្លៃបណ្ដោយឥឡូវនេះដឹងឪពុកម្ដាយរត់ខ្ចាត់ខ្ចាយពីពេញនឹងរត់តែទីចម្រោកខ្លួនឯងអត់មានទេបងប្អូនឃើញឥឡូវនេះមកស្រក់ទឹកភ្នែកសំឲ្យខ្ញុំជាអ្នកសារព័ត៌មាននេះជួយផ្សព្វផ្សាយដើម្បីស្វែងរកការងារឲ្យស្វាមីរបស់គាត់ដែលត្រូវជាឪពុកនឹងកូនបង្កើតមានតែម្នាក់ទៀតបាទគឺដេញឪពុកម្ដាយចេញអត់ខ្វល់ទោះបីជាដឹងថាប្រពន្ធចិត្តមិនបានជាមួយឪពុកម្ដាយរបស់គាត់ហើយគាត់នឹងជាកូនបង្កើតគឺគាត់អត់បានកាត់គូបាទដេញទៅតាមដែលស្ដាប់ប្រពន្ធអត់មានសួរនាំឪពុកម្ដាយខ្ញុំសុំផ្ដាំម៉ែអើយកុំទៅនៅជាមួយកូនភាសាដែលមិនបានដឹងចិត្តហូបបាយមិនឆ្អែតខ្ញុំផ្ទាល់ពីអ្នកប្តីប្រពន្ធសុខចិត្តហូបមីក្រៀមផឹកទឹកដេងមិនមាត់មិននិយាយទេកុំឲ្យកូនឆ្លោះគ្នាឲ្យកូនបកើដែរដឹងរឿងយើងហូបឆ្អែតទេហូបមីក្រៀមមកកចាប់ហូបទឹកសុទ្ធដេកអើយតែពេលយើងទៅនៅជាមួយនឹងមិនមែនថាយើងនៅអត់ប្រយោជន៍ទេគឺយើងជួយបោកអាវសម្លៀកបំពាក់ឲ្យគាត់ហើយជួយគេចំជ្រូកបាយជ្រូកបបរបាយជ្រូកស្មៅគោគេមានកូន7 8គោដាក់ស្មៅគោលើកអាចគោទឹកគោយើងទៅជួយការងារផ្ទះរបស់គាត់តែយើងអត់បានកម្រៃពីថ្លៃការមើលបានទេថែផ្ទះហ្នឹងក៏ដូចជាធ្វើការងារផ្សេងក្នុងផ្ទះហ្នឹងបែរជាចង់ក្រោយថាយើងហ្នឹងស៊ីដេកនៅលើហ្នឹងគេគិតលុយដកកាត់ជាមួយអាមាសយើងចាគេកាត់លុយចំនួនលុយយើង30,000 បាតហ្នឹងគេ3លានជាងហ្នឹងគេកាត់អស់1លាន50,000ឲ្យតែ1លាន50,000មកវិញទេបានតែ1លាន50,000ទេចាហើយឥឡូវនេះជាក់ស្ដែងគឺអត់មានម៉ូតូអីជិះទេបាទគាត់ជាប្តីប្រពន្ធហ្នឹងឥឡូវដើរបងប្អូនអរគ្នាមានតែធ្វើដំណើរដោយជិះកង់3ជិះអីចឹងទៅហើយអត់មានម៉ូតូអត់មានអីជិះទេអញ្ចឹងបើសិនជាសប្បុរសជនណាគាត់អាណិតនៅពេលដែលស្ដាប់រឿងរ៉ាវរបស់លោកពូហើយលោកអ្នកមីងហើយមានអារម្មណ៍ថាក្តុកក្តួលអាណិតគាត់បាទឬមើលក៏មានម៉ូតូណាកាចាស់មួយដើម្បីឧបត្ថម្ភមកគាត់ជួយឧបត្ថម្ភគាត់ផងព្រោះដោយសារគាត់ត្រូវការមានម៉ូតូមួយគ្រាន់តែជិះទៅធ្វើការអញ្ចឹងណាអញ្ចឹងឥឡូវមកលុយ1លាន50,000ហ្នឹងយើងមកចាត់ចែងចាយប្រហែលថ្ងៃហ្នឹងចាយតាំងពីតែចេញមកនងខ្ញុំនៅផ្ទះយាយជួយទិញម្ហូបខ្លះអីខ្លះទៅចង់អស់ហើយមកដល់មានប៉ុណ្ណឹងនៅរាប់មើលព្រឹកមិញនៅសល់20,000ទេបាទនេះហើយគឺទឹកចិត្តឪពុកម្ដាយដែលនឹកស្មានមកដល់ថាកូនបកើរបស់ខ្លួនរួមជាមួយនឹងកូនភាសាបាទដាច់ចិត្តធ្វើដល់ថ្នាក់ហ្នឹងដល់ថ្នាក់ដេញចេញដោយมันមានបាទការអាណិតឬមួយក៏យោគយល់ណាមួយដែលគាត់ជាអ្នកមានគុណអីណាបាទដំបូងឮថាពេលឪពុកម្ដាយធ្វើការនៅថៃនោះបាទកូនបកើតហើយនឹងកូនភាសាទេមកនិយាយស្រួលលួងលោមថាឲ្យមកនេះមកឲ្យមកទៅផ្ទះជាមួយពួកគាត់មកគាត់នឹងមើលថែហើយបន្ទុកបដាក់ផ្សេងអញ្ចឹងទៅបាទមិនបាច់ទៅធ្វើការអីនាំតែហត់នឿយអីព្រោះចាស់ដែរហើយអញ្ចឹងណាហើយនៅពេលដែលគាត់ទុកចិត្តគាត់ថាកូនបកើតនិងកូនភាសាចេះយល់ចិត្តចេះកាត់គូដល់គាត់ក៏ត្រឡប់មកវិញទៅស្រាប់តែពេលត្រឡប់មកវិញស្រាប់តែមានណាបឆោតគាត់យកអាមាសពិតនោះមកថាដូរផ្លាក់ដៃឲ្យវិញបាទព្រោះផ្លាក់ដៃឥឡូវស្អាតអញ្ចឹងណាយកមាសហ្នឹងទៅលក់យកលុយខ្លួនឯងទៅទិញកន្លែងឲ្យគាត់វិញបាទគាត់ដឹងរឿងទៀតទើបតែពេលដែលមានបញ្ហាអញ្ចឹងទៅគាត់បានទៅកន្លែងអ្នកលក់មាសដល់កន្លែងទូមាសអ្នកលក់មាសហ្នឹងសួរនាំគេលក់បំរុងទិញម៉ូតូកាចាស់មួយស្រាប់តែបាទកន្លែងទូមាសកន្លែងលក់មាសគេមើលទៅគេថាកន្លែងហ្នឹង sponsor បាទអត់មានអីពាក់ព័ន្ធមួយមាសបន្តិចដល់ពេលអញ្ចឹងទៅគាត់មានអារម្មណ៍មួយហួសចិត្តហ្មងពេលហ្នឹងហួសចិត្តដើរស្រាលខ្លួនដូចជន់ដីអត់ដល់ចឹងអស់អាលីងមិនគួរណាបែបហ្នឹងសោះបាទចង់ក្រោយទៅជាមិនមែនជាមាសទៅជាចង់ក្រោយមែនមាសបើកុំនឹកថាចង់បានម៉ូតូកាចាស់មួយធ្វើដើមរ៉ូស៊ីពីអ្នកយាយតាហ្នឹងអត់ដឹងថាកន្លែងទៀតកុំយកទៅលក់បានដឹងបាទអរគុណមែនតើប្រិយមិត្តទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាខ្ញុំបាទគឹមស្រុននិងក្រុមការងារបើមានចំណុចលលួចខុសខានត្រឹមប្រការណាមួយមិនសមរម្យក៏សូមខន្តីនិងអភ័យទោសផងដែរបាទហើយសម្រាប់វីដេអូនេះផ្ដាំទៅកូនបកើរបស់គាត់ផងបាទកុំដាច់ចិត្តពេកកុំឲ្យមហាជនគេមើលមកថាយើងជាមនុស្សមួយដែលគ្មានចិត្តធម៌មេត្តាជាមនុស្សដែលមានចិត្តបាទអាក្រក់សាហាវខូខើបាទបើប្រៀបធៀបទៅដូចសត្វអញ្ចឹងណាអានេះខ្ញុំមិនថាមិញទេតែគ្រាន់ថាបើយើងឃើញថាឪពុកម្ដាយយើងនៅមេឃនៅភ្លឺហើយគាត់នៅមានជីវិតគួរតែមានឱកាសមើលថែគាត់មិនមែនមានឱកាសមើលថែមិនមើលថែបែរជាដេញគាត់អាណិតអាណ័យតប៉ាតប៉ាយពេញនឹងអញ្ចឹងទេវាអត់ល្អទេបាទវាអាចនឹងពេលដែលយើងមានកូនពេលក្រោយទេកូននឹងធ្វើតបស្នងយើងដោយតែយើងធ្វើដាក់ឪពុកម្ដាយយើងអញ្ចឹងដែរបាទសូមអរគុណ